ចាមកទស្សនាវីដេអូមួយដ៏ពិសេសពិសាសម្រាប់បងប្អូនទាំងអស់គ្នាជាមួយនឹងការរៀបចំការអ៊ុតសម្លៀកបំពាក់ហើយអាវមួយនេះដែរជាប្រភេទអាវខ្វាសេរបស់នារីហើយមានពណ៌កាឈូកស្រស់ស្អាតបំហើយចឹងយើងធ្វើការរៀបចំអ៊ុតផ្ទាំងខាងក្នុងដើម្បីឲ្យវាស្មើល្អបន្ទាប់មកយើងធ្វើការទាញសាច់កណាត់ឲ្យត្រង់ហើយយើងអ៊ុតសាច់ធ្នេហើយនឹងម្លីរបស់វារួមទាំងកក្បែរឡែវនេះយើងអ៊ុតផ្ទាំងខាងក្នុងនេះឲ្យស្អាតស្មើល្អមកយើងអ៊ុតតាមធ្នេដែលមានធ្នេប្រមាណយើងអ៊ុតប៉ុណ្ណឹងហើយនេះជាធ្នេផ្នែកឆែកចំកណ្ដាលខ្នងចឹងយើងរៀបហើយយើងទាញបន្តិចមកយើងអ៊ុតវាស្មើស្អាតហើយយើងកណ្ដាលខ្នងនេះគឺជាម៉ាលីគេហៅថាភ្លីយើងត្រូវទាញវាហើយអ៊ុតវារៀបស្អាតស្មើល្អហើយមានធ្នេច្រើនណាស់អាវសម្រាប់អាវខ្វាសេចឹងយើងអ៊ុតធ្នេមានប្រមាណយើងអ៊ុតប៉ុណ្ណឹងលក្ខណៈការអ៊ុតគឺអ៊ុតបែបហ្នឹងបងប្អូនអាចមើលបន្តិចម្ដងដើម្បីរៀនជាបច្ចេកទេសមួយដ៏ល្អសម្រាប់បងប្អូនដែលចង់អ៊ុតសម្លៀកបំពាក់ឬក៏ធ្វើការនៅក្នុងរោងចក្រកាត់ដេរអីយើងអាចរៀនពីវិធីសាស្ត្រនេះយើងអាចរកការងារបានធ្វើងាយស្រួលដែរព្រោះអីយើងអាចចេះពីបច្ចេកទេសល្អសម្រាប់បងប្អូនបើបងប្អូនមិនយល់កន្លែងណាកន្លែងនេះអាចសួរមកខាងខ្ញុំបានខ្ញុំនឹងបង្រៀនបងប្អូនតាមអ្វីដែលខ្ញុំចេះនេះរបៀបអ៊ុតគឺបែបហ្នឹងយើងអ៊ុតពីក្នុងហើយយើងធ្វើការអ៊ុតពីខាងក្រៅម្ដងទៀតដើម្បីឲ្យវាស្អាតទាំងក្នុងទាំងក្រៅជាពិសេសគឺតាមធ្នេនេះតែម្ដងជាប្រភេទអាវខ្វាសេបែបហ្នឹងគឺវាមានលេវច្រើនញ៉ៃរួមទាំងស្មាវាសាច់វាក្រាស់អញ្ចឹងយើងធ្វើការអ៊ុតទាំងក្រៅទាំងក្នុងត្រឡប់ពីរដងហើយដៃយើងត្រូវអ៊ុតហើយចាប់ម្លីចុងដៃវាឲ្យមានធ្នេបន្តិចមកយើងអ៊ុតចំពាក់កណ្ដាលហើយរៀបមកយើងអ៊ុតធ្នេដៃវាមួយជំហានទៀតចឹងងាយស្រួលសម្រាប់បងប្អូនអាចរៀនបានបើមិនចេះអាចឆាតសួរឬក៏ comment សួរបាននៅខាងក្រោមវីដេអូខ្ញុំរីករាយនឹងប្រាប់បងប្អូនដោយអត់លាក់លៀមនេះជាវីដេអូបញ្ចប់ចុងក្រោយតែបងប្រុសគាត់អ៊ុតទាំងក្រៅទាំងក្នុងបានស្អាតគ្រប់សពហើយគឺវាយួរឲ្យបងប្អូនមើលណាជាប្រភេទអាវបុរសយកទៅសហភាពអឺរ៉ុបវាមានតម្លៃថ្លៃដែរអាវ